រដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិកលោក Pete Hegseth ឯនោះវិញHegseth ដែលគាត់ថាបានពមៀនឲ្យរំលឹកឡើងវិញថាបើជនជាតិអាមេរិកណាត្រូវគេសម្លាប់គឺជនជាតិអាមេរិកគ្រប់រូបត្រូវតែសងសឹកគ្មានបណៃដៃទេលោករំលឹកសារនេះឡើងវិញថាបើប៉ះអាមេរិកគឺដូចប៉ះសបុកអម៉ាល់អញ្ចឹងគឺអ្នកនឹងមិនបានសេចក្តីសុខទេចឹងហើយបានជាអាមេរិកទម្លាក់គ្រាប់សន្ធាប់ខ្លាំងមែនទែនក្នុងរយៈពេល9ថ្ងៃនេះគឺថាខ្ទេចខ្ទីរហូតដល់ក្បែររោងចក្រផលិតបរមាណូរបស់អ៊ីរ៉ង់ទៀតហើយអ៊ីរ៉ង់ពមៀនអាមេរិកទៀតថាកំពុងឲ្យវាយទៅក្បែរហ្នឹងគេចង់មិនគម្រាមថាបាញ់បរមាណូមិនបើបានអាបរមាណូមកតាមមួយគ្រាប់ហ្នឹងអ៊ីរ៉ង់ទៅជាផេះផង់បាត់ហើយប៉ុន្តែអ៊ីរ៉ង់ដឹងតែមិនហ៊ានប្រើក៏ពុំមានថាកុំទៅក្បែរកន្លែងហ្នឹងតែអាមេរិកថាអត់បានទៅក្បែរអាវុធបរមាណូឯណាទេព្រោះគេបាញ់កំទេចអស់បាត់ទៅហើយអីចឹងទៅបាទរឿងនេះគឺអត់ចប់ទេបងប្អូនវានៅស្លាប់គ្នាកំទេចគ្នាគ្រាន់តែថាអាមេរិកមូលដ្ឋានទ័ពគាត់នៅជុំវិញប្រទេសអ៊ីរ៉ង់ហ្នឹងនៅម្ដុំឈូងសមុទ្រពាក់នៅម្ដុំកន្លែងមជ្ឈិមបូព៌ាហ្នឹងមានទាំងបារ៉ែននិងគូវ៉ែតហ្សកដង់មានអារ៉ាប់រួមមានស្អីកាតាអីហ្នឹងនៅច្រើននៅហ្នឹងហើយអ៊ីរ៉ង់ហ្នឹងចេះតែបាញ់ទៅហ្នឹងទៅអាមេរិកបាញ់មកវិញហ្នឹងគឺអ៊ីរ៉ង់ម្នាក់ឯងសុទ្ធបាទអ៊ីរ៉ង់ម្នាក់ឯងសុទ្ធដូច្នេះមិនយូរទេនិយាយទៅអ៊ីរ៉ង់ក៏ពិបាកដែរតែឥឡូវគេថាផ្លូវចរចាក៏នៅតែមានទៀតតែលោកត្រាំគាត់ថាបិទយូរហើយតែអនុប្រធានាធិបតីអាមេរិកហ្នឹងគាត់ថាអត់អីទេបើចរចាក៏ចរចាដែរក៏ប៉ុន្តែបាញ់បដាចរចាបដាតែមិនដឹងចរចាយ៉ាងម៉េចឥឡូវបើកាន់តែសន្ធាប់ទៅហើយមានចរចាបាត់ជប់បាញ់រំលាយចោលអស់ទៀត